បានមកដល់ទីកន្លែងបូជាសពពុទ្ធនៅកុសេនារាក៏បានរៀបចំកម្រងផ្កាមួយចំនួនសម្រាប់បូជាទីកន្លែងព្រះសម្មាសម្ពុទ្ធវីដេអូនេះគឺមុនមកនិចបានបូជាសក់នៅទីកន្លែងព្រះសម្មាសម្ពុទ្ធចូលបរិនិព្វានបងប្អូនទាំងអស់គ្នាដែលបានធ្លាប់ទៅដល់តើយល់ឃើញបែបណាដែរមានអារម្មណ៍សង្វេគបែបណាខ្លះបងប្អូនហើយក្នុងចន្លោះមកនិចទៅនឹងគឺនៅចុងខែ1ដើមខែ2អញ្ចឹងនៅកន្លែងណាក៏ឃើញថាលបើកថ្ងៃច្រើនក្តៅរៀងគូសំអត់ជាល្ងាពេកទេបងប្អូនជាទូទៅពេលចេញទៅក្រៅប្រទេសគឺពិបាកក្នុងការប្រើប្រាស់ស៊ីមអត់បាក់អ៊ីនធឺណិតអត់បងប្អូនបើសិនជាពិបាកមកនេះចង់ណែនាំអ្នកបងប្អូនអាចតាក់ទងចូលទៅកាន់ page គាត់ខាងលើហ្នឹងពេលមកនេះមកប្រទេសឥណ្ឌាគឺមកនេះបានប្រើប្រាស់ស៊ីមខាងគាត់ហើយឃើញថាមានសេវាអ៊ីនធឺណិតអីហ្នឹងគឺដើរល្អបងប្អូនសម្រាប់អ្នកមានបញ្ហាស្បែកមុខមានអាចរយជាំស្នាមឲ្យខ្មៅឬក៏ស្បែកមុខស្ងួតគ្មានសំណើមបងប្អូនមានបញ្ហាស្បែកមុខចង់ប្រើជាមួយនឹងផលិតផលដែលល្អមានគុណភាពខ្ពស់សំខាន់គឺ ingredient ថ្មីស៊េរីចុងក្រោយនេះគឺជួយស្បែកមុខបងប្អូនអ្នកគ្នាស្អាតហើយមិនត្រឹមតែប៉ុណ្ណឹងជួយព្យាបាលស្បែកមុខបងប្អូនអ្នកគ្នាបានដោយទំនុកចិត្តទៀតសំខាន់ផលិតផលមួយនេះគឺអាចប្រើបានទាំងពេលយប់ប្រើបានទាំងពេលព្រឹកប្រើបានទាំងប្រុសទាំងស្រីទាំងចាស់ទាំងក្មេងអត់មានប្រកាន់វ័យទេឲ្យតែចាប់ដើមពេញវ័យគឺអាចប្រើប្រាស់បានហើយឥឡូវមានប្រូម៉ូសិន 50% ជូនបងប្អូនអ្នកគ្នាទាំងអតិជនចាស់ក៏ដូចជាអតិជនថ្មី discount 50%ច្រើនខ្លាំងមែនទែនបងប្អូនមួយឈុត$48នៅសល់មួយឈុតត្រឹមតែ$24តែប៉ុណ្ណោះបើសិនជាបងប្អូនយកពីឈុត$48បាន free សេវាដឹកជូនបងប្អូនអ្នកគ្នាមិនថានៅភ្នំពេញមិនថានៅតាមខេត្តបងប្អូនអ្នកដែលត្រូវការចង់សាកប្រាចង់ដឹងថាផលិតផលនឹងល្អមែនអត់កុំភ្លេចណាឆាតចូលមកកាន់ page ដើម្បីបានព័ត៌មានលម្អិតបន្ថែមក៏ដូចជាទទួលបានជាមួយនឹងការ discount 50% គ្រប់គ្នាតែម្ដងឥឡូវនេះទាំង Mary ទាំងម៉ាក់ណេងទាំងបង Linda គឺបានជួយរៀបចំគ្រឿងសក្ការៈមួយចំនួនព្រមទាំងផ្កាដើម្បីបូជានៅទីកន្លែងបូជាសពរបស់ព្រះពុទ្ធបងប្អូនទាំងអស់គ្នាដែលបានឃើញវីដេអូនេះហើយសូមអនុមោទនាទាំងអស់គ្នាសូមបងប្អូនទទួលបានចំណែកបុណ្យស្មើនឹងម៉ាក់ណេងជាមួយនឹងក្រុមគ្រួសារម៉ាក់ណេងផងបងប្អូនទាំងអស់គ្នានៅខាងប្រទេសឥណ្ឌានេះគឺភាគច្រើនគឺគេដើរលក់ជាមួយនឹងផ្កាផលិតហ្នឹងបងប្អូនផ្កាផលិតផ្កាកម្រងអីហ្នឹងគឺសម្បូរមែនតែនបើថាចង់បានជាមួយនឹងផ្កាឈូកគឺអត់មានទេបងប្អូនតាំងពីម៉ាក់ណេងមកគឺអត់តន់ឃើញអ្នកលក់គេយកផ្កាឈូកមកលក់ទេបងប្អូនអ្នកដែលបានធ្លាប់មកដល់ដែនដីព្រះគឺបានដឹងហើយថាភាគច្រើនគឺមានតែផ្កាកម្រងនិងផ្កាផលិតយ៉ាងណាក៏ដោយក៏មានផ្កាសម្រាប់បូជាគុណព្រះសម្មាសម្ពុទ្ធដែរឲ្យតែផ្កាដែលអាចបូជាបានហើយយើងលំអោនចិត្តបន្ថែមគឺអានិសង្សរបស់យើងបុណ្យកុសលរបស់យើងក៏បានទៅតាមនឹងបងប្អូនបើបងប្អូនអរគ្នាមានបំណងប្រាថ្នាកថាចង់ទៅដល់ដែនដីព្រះមួយដងក្នុងមួយឆាកជីវិតកុំភ្លេចខ្នះខ្នែងព្យាយាមធ្វើម៉េចឲ្យបានទៅដល់ម្ដងណាបងប្អូនមកដេកអស់ចិត្តហើយបានមកដល់ដែនដីព្រះម្ដងហើយក៏មានបំណងប្រាថ្នាចង់ទៅខាងស្រីលង្កាទៀតដែរបងប្អូនបានទៅថ្វាយបង្គំទីកន្លែងព្រះសម្មាសម្ពុទ្ធអញ្ចឹងវីដេអូរបស់ម៉ាក់ណេងមានតែប៉ុណ្្នឹងសិនទេបងប្អូនទាំងអស់គ្នាអរគុណច្រើនជួបម៉ាក់ណេងនៅក្នុងវីដេអូក្រោយៗទៀតជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា